សួស្តីលោកគ្រូនិងមនុស្សថាសម្រាប់ចាប់ផ្ដើមយើងត្រូវដឹងថានេះជាអីអាហ្នឹងវារបៀបថាជាគ្រោងឆ្អឹងនៃក្តោបកូដទាំងអស់ហ្នឹងដោយសារតែ using ហ្នឹងវានាំចូលនៅមូលដ្ឋានកូដcolossal freedom និង using នឹងទាំងអស់ហើយវានឹងមានការ delay និងឈប់បញ្ចប់នៅពេលណាមួយនៅពេលដែលយើងចង់បញ្ចប់នឹងមួយហើយគ្រូដែលបានដាក់លេខឲ្យខ្ញុំនឹងបញ្ចូលដល់ចំណុចទី32ទី2មើលទីដំបូងហ្នឹងយើងត្រូវទៅ say in main ហ្នឹងវាថាវាក្តោបកូដទាំងមូលតែម្ដងកូដហ្នឹងវា in main ដល់ត្រឹមណាវាបញ្ចប់ត្រឹមហ្នឹងហើយក្នុង lab របស់គ្រូលំហាត់របស់គ្រូដាក់មកហ្នឹងគឺទី1ការដំបូងcluster ហ្នឹងcluster ហ្នឹងconsole ហ្នឹងមានន័យថាបញ្ចេញអីគេយើងបញ្ចេញតម្លៃគេដែលបានមកហ្នឹងគឺវាដូចជា C អត់ទេហើយទី2កំណត់ console ឲ្យបានត្រឹមត្រូវបើដាក់អក្សរខ្មែរឬបរិបទពិសេសនឹងវាបង្ហាញថាខុសចំណែក console ចំណែកចំណុចមួយនេះវិញ console variable for ហ្នឹងមានថាលើ console ចំនួនពណ៌ដែលចេញឬចូលត្រូវឬខុសហ្នឹងរបៀបថាបើពិតវាចេញអីមិនពិតវាចេញអ្វីចំណែកទី2ការបង្កើត random rate new random អាហ្នឹងមានន័យថាបង្កើត object array សម្រាប់ចេញលេខនៃចេញដល់វា random លេខដែលលំហាត់ប្រគួតដាក់មកហ្នឹងគឺវា random ទាំងអស់មកលេខ1លេខ2លេខ3លេខ4ដល់លេខ6អញ្ចឹងហើយវាត្រូវបង្កើតចំនួនមួយដងប៉ុណ្ណោះដើម្បីបង្កើត loop ហ្នឹងវាអាចដដែលបានrandom ហ្នឹងចំណែកwhile loop ហ្នឹងមានន័យថាបើសិនជា loop ហ្នឹងវាឈប់រហូតដល់វាបញ្ចប់ឬត្រូវបាច់វា loop ហ្នឹងវាឈប់លុះត្រាយើងចុចនេះយើងចុច escape ដែលយើងកំណត់មកនេះចុច escape ដែលយើងកំណត់មកមានន័យថាបន្ទាប់ពីរោមួយចប់ដងវានឹងចាប់ផ្ដើមរោម្ដងទៀតវាចាប់ផ្ដើមដដែលរហូតលុះត្រាយើងចុច stop ដែលយើងកំណត់មកនេះ enter ឬ press escape ហ្នឹងវាបញ្ចប់ឈប់តែម្ដងចំណែកចំណុចទី6integer d ស្មើ1 d ស្មើ2 d ស្មើ3ហ្នឹងអាហ្នឹងសម្រាប់ប្រកាសvariable ដែលវាមាន3គ្រាប់តំណែងដំបូងគឺតំណែងដំបូងទី1គឺនឹងផ្លាស់ប្ដូរភ្លាមចំណែក console clear ហ្នឹងគឺលុបអ្វីៗនៅ console ចេញទាំងអស់ធ្វើឲ្យរោងថ្មីមើលទៅស្អាតម្ដងទៀតred color វាបដូរពណ៌ទៅតាមស្តង់ដាររបស់វាធ្វើឲ្យអក្សរពណ៌ខៀវជួនទៅអាហ្នឹងមានរបៀបថាវាបដូរពណ៌ទៅតាមរបៀបដែលវាបង្ហាញតែម្ដងវាចេញហ្នឹងD1 red ចេញលេខ1លេខ7 D2 OMD ហ្នឹងវាចាប់ផ្ដើមពីលេខ1លេខ7រួមទៅលំហាត់ហ្នឹងរបៀបថាវាដឹងពីលេខ1លេខ2លេខ7វាដឹងរហូតដល់ចប់បើសិនជាទី1ដែលយើងដាក់ចេញមកហ្នឹងវាចេញលេខ1ទៅលេខ6មានន័យថាលេខ1និងលេខ7វាមិនរួមទេបើ D1 D2 ហ្នឹង D3 ហ្នឹងទទួលបានលេខថ្មីរៀងខ្លួនបើសិនជាបើវាតម្លៃទាំងអស់វានឹងវាដូចគ្នាទាំងអស់ដូចជា D1 D2 D3 ហ្នឹងវាលេខ1លេខ1លេខ1គ្នាមានថាrandom របស់យើងនឹងត្រូវជារួមមកពីលេខទី1ដល់32ហ្នឹងចង់និយាយថាគឺការចាប់ផ្ដើមកម្មវិធីនឹង console នឹងអ្នក console loop ចាប់ផ្ដើម loop ខាងក្រៅចាប់ផ្ដើម clear screen បង្ហាញ UI loop ខាងក្នុង row លឿងបូកនឹង animation ពណ៌ឲ្យវានឹងជាដើមloop ខាងក្នុង row អ្នកចុច enter ឈប់ row បង្ហាញលទ្ធផលដែលយើងចង់បានបង្ហាញលទ្ធផលដែលវាដំណឹងពី D1 D2 D3 នឹងអ្នកនៅពេលអ្នកចុច enter ចេញលទ្ធផលដល់ពេលអ្នកចុច escape វានឹងចេញពីកម្មវិធីតែម្ដងលុបចេញមកខាងក្រៅម្ដងទៀតមានតែប៉ុណ្្នឹងអត់មានទេសូមអរគុណនិងជំរាបលា